ថ្ងៃនេះយើងមកស្ដាប់ការសន្ទនាខ្លីមួយជាភាសាចិនទាក់ទងនឹងការធ្វើដំណើរកម្សាន្តក៏ដូចជារៀនលម្អិតពីប្រយោគទាំងអស់ដែលមាននៅក្នុងការសន្ទនានោះ终于假期到了，你有什么计划吗？还没有，我倒很想出去玩的。你比较喜欢怎样的旅行方式？我比较随意，不太喜欢安排太多。真的假的？那你不怕浪费时间吗？不会啊，旅行对我来说是放松，不是赶行程。我刚好相反，我是计划型。哈哈，那我们一起旅行应该会吵架，但说不定可以互补。也是，那你喜欢早起吗？我喜欢睡到自然醒。出来玩还要早起，太痛苦了，太真实了。我也是，出来玩不想太累，这样才玩得开心。តើឥឡូវយើងមករៀនលម្អិតពីឃ្លានីមួយៗនៅក្នុងការសន្ទនាអំបញ្ញមិញឃ្លាទី1终于假期到了បកប្រែថាទីបំផុតថ្ងៃឈប់សម្រាកបានមកដល់ហើយ终于បកប្រែថាទីបំផុត假期បកប្រែថាថ្ងៃឈប់សម្រាក到了មកដល់ហើយបានមកដល់ហើយ终于假期到了ទីបំផុតថ្ងៃឈប់សម្រាកបានមកដល់ហើយឃ្លាទី2你有什么计划吗បកប្រែថាតើអ្នកមានគម្រោងអ្វីទេ计划ពាក្យថ្មីនៅត្រង់នេះបកប្រែថាគម្រោងអញ្ចឹង你有什么计划吗បកប្រែថាតើអ្នកមានគម្រោងអ្វីទេ什么អ្វី有មាន吗ទេ你有什么计划吗តើអ្នកមានគម្រោងអ្វីទេឃ្លាទី3还没有我倒很想出去玩的បកប្រែថាមិនទាន់មានទេប៉ុន្តែខ្ញុំពិតជាចង់ចេញទៅដើរលេងណាស់还没有បកប្រែថាមិនទាន់មានទេតើបកប្រែថាត្រឡប់មកវិញផ្ទុយមកវិញប៉ុន្តែ出去玩ចេញទៅដើរលេងចេញទៅសប្បាយសរុបមកវិញ还没有我倒很想出去玩的បកប្រែថាមិនទាន់មានទេប៉ុន្តែខ្ញុំពិតជាចង់ចេញទៅដើរលេងណាស់ឃ្លាទី4你比较喜欢怎样的旅行方式បកប្រែថាតើអ្នកចូលចិត្តធ្វើដំណើរកម្សាន្តដោយរបៀបណាជាង比较喜欢បកប្រែថាចូលចិត្តជាង怎样方式បកប្រែថាដោយវិធីណាដោយរបៀបណា旅行បកប្រែថាធ្វើដំណើរកម្សាន្តទៅដើរលេងសរុបមកវិញ你比较喜欢怎样的旅行方式បកប្រែថាតើអ្នកចូលចិត្តធ្វើដំណើរកម្សាន្តដោយរបៀបណាជាងប្រយោគទី5我比较随意不太喜欢安排太多បកប្រែថាខ្ញុំតាមអារម្មណ៍ច្រើនជាងមិនសូវចូលចិត្តធ្វើគម្រោងច្រើនពេកទេ比较随意បកប្រែថាតាមអារម្មណ៍ច្រើនជាងតាមចិត្តច្រើនជាង不太喜欢មិនសូវចូលចិត្តអាន排太多រៀបចំច្រើនពេកធ្វើគម្រោងច្រើនពេក我比较随意不太喜欢安排太多ខ្ញុំតាមអារម្មណ៍ច្រើនជាងមិនសូវចូលចិត្តធ្វើគម្រោងច្រើនពេកទេប្រយោគទី6真的假的那你不怕浪费时间吗បកប្រែថាពិតមែនឬមែនឬក៏លេងចុះឯងមិនខ្លាចខាតពេលវេលាទេឬ真的假的បកប្រែថាពិតមែនឬមែនឬក៏លេង那你不怕ចុះឯងមិនខ្លាចចុះអ្នកមិនខ្លាច浪费时间បកប្រែថាខាតពេលវេលាសរុបមកវិញ真的假的那你不怕浪费时间吗ពិតមែនឬចុះឯងមិនខ្លាចខាតពេលវេលាទេប្រយោគទី7不会啊旅行对我来说是放松不是赶行程បកប្រែថាមិនអីទេដំណើរកម្សាន្តសម្រាប់ខ្ញុំគឺជាការលំហែមិនមែនប្រញាប់ប្រញាល់ទេ不会啊មិនអីទេមិនអាចទេ对我来说បកប្រែថាសម្រាប់ខ្ញុំ是放松
ជាការរំហែជាការសម្រាកការសិងឆងប្រញាប់ប្រញាល់ប្រញាប់ឲ្យទាន់កាលវិភាគ不会啊旅行对我来说是放松不是赶行程សរុបមកវិញមិនអីទេក៏ដំណើរកម្សាន្តសម្រាប់ខ្ញុំគឺជាការលំហែមិនមែនប្រញាប់ប្រញាល់ទេប្រយោគទី8我刚好相反我是计划型បកប្រែថាខ្ញុំផ្ទុយពីនេះល្មមខ្ញុំជាប្រភេទរៀបចំផែនការជាមុន刚好ល្មម相反ផ្ទុយ我刚好相反ខ្ញុំផ្ទុយពីនេះល្មម计划型បកប្រែថាប្រភេទរៀបចំផែនការជាមុន计划មានន័យថារៀបចំផែនការសិងគឺជាប្រភេទមនុស្ស计划型បកប្រែថាប្រភេទរៀបចំផែនការជាមុន我刚好相反我是计划型ខ្ញុំផ្ទុយពីនេះល្មមខ្ញុំជាប្រភេទរៀបចំផែនការជាមុនប្រយោគទី9哈哈那我们一起旅行应该会吵架បកប្រែថា哈哈បើយើងដើរលេងជាមួយគ្នាអាចនឹងឆ្លោះគ្នា一起旅行បកប្រែថាដើរលេងជាមួយគ្នា一起ជាមួយគ្នា旅行ដើរលេង应该会អាចនឹងកើតឡើង吵架បកប្រែថាឆ្លោះគ្នាប្រកែកគ្នា哈哈那我们一起旅行应该会吵架សរុបមកវិញ哈哈បើយើងដើរលេងជាមួយគ្នាអាចនឹងឆ្លោះគ្នាប្រយោគទី10但说不定可以互补បកប្រែថាតែថាមិនត្រូវអាចជួយបំពេញឲ្យគ្នា说不定ថាមិនត្រូវ互补ជួយបំពេញឲ្យគ្នា但说不定可以互补តែថាមិនត្រូវអាចជួយបំពេញឲ្យគ្នាប្រយោគទី11也是那你喜欢早起吗បកប្រែថាក៏ត្រូវម្យ៉ាងចុះឯងចូលចិត្តងើបពីព្រលឹមអត់也是បកប្រែថាក៏ត្រូវម្យ៉ាង早起បកប្រែថាងើបពីព្រលឹម也是那你喜欢早起吗ក៏ត្រូវម្យ៉ាងចុះឯងចូលចិត្តងើបពីព្រលឹមអត់ប្រយោគទី12我喜欢睡到自然醒出来玩还要早起太痛苦了បកប្រែថាខ្ញុំចូលចិត្តគេងរហូតដល់ភ្ញាក់ខ្លួនឯងចេញមកដើរលេងហើយត្រូវក្រោកពីព្រលឹមទៀតលំបាកពេកហើយ睡到自然醒បកប្រែថាគេងរហូតដល់ភ្ញាក់ខ្លួនឯង出来玩បកប្រែថាចេញមកដើរលេង早起បកប្រែថាក្រោកពីព្រលឹម太痛苦了លំបាកពេកហើយឈឺចាប់គួរឈឺចាប់ពេកហើយសរុបមកវិញ我喜欢睡到自然醒出来玩还要早起太痛苦了ខ្ញុំចូលចិត្តគេងរហូតដល់ភ្ញាក់ខ្លួនឯងចេញមកដើរលេងហើយត្រូវងើបពីព្រលឹមទៀតលំបាកពេកហើយប្រយោគទី13太真实了我也是出来玩不想太累បកប្រែថាពិតជាត្រឹមត្រូវណាស់ខ្ញុំក៏អញ្ចឹងដែរចេញដើរលេងមិនចង់ហត់ពេកទេ太真实了បកប្រែថាពិតជាត្រឹមត្រូវណាស់ពិតជាការពិតខ្លាំងណាស់我也是មានន័យថាខ្ញុំក៏អញ្ចឹងដែរ出来玩ចេញមកដើរលេង不想太累មិនចង់ហត់ពេកទេ不想បកប្រែថាមិនចង់太累hot 背太真实了我也是出来玩不想太累មានន័យថាពិតជាត្រឹមត្រូវណាស់ខ្ញុំក៏អញ្ចឹងដែរចេញដើរលេងមិនចង់ហត់ពេកទេប្រយោគទី14这样才玩得开心បកប្រែថាបែបនេះទើបដើរលេងបានសប្បាយ这样បកប្រែថាបែបនេះ才ទើប玩得开心លេងដើរលេងបានសប្បាយ这样才玩得开心បែបនេះទើបដើរលេងបានសប្បាយអញ្ចឹងពាក្យឬក៏ឃ្លាខ្លីៗដែលយើងគួរចងចាំនៅក្នុងការសន្ទនានៅថ្ងៃនេះមានដូចជាឃ្លាទី1真的假的បកប្រែថាពិតមែនឬក៏អត់ឃ្លាទី2睡到自然醒បកប្រែថាគេងរហូតដល់ភ្ញាក់ខ្លួនឯងឃ្លាទី3ការស៊ីងឆងបកប្រែថាការប្រញាប់ប្រញាល់ដេញតាមផែនការដំណើរឃ្លាទី4太真实了បកប្រែថាពិតជាត្រឹមត្រូវណាស់
ជាការប៉ັດខ្លាំងណាស់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ admin មកដល់ត្រឹមនេះកុំភ្លេច comment ប្រាប់ admin ផងនៅខាងក្រោមថាតើអ្នកទាំងអស់គ្នាគឺជា计划型ជាអ្នករៀបចំផែនការនៅពេលដើរលេងហើយ是随意型ជាអ្នកដែលធ្វើដំណើរកម្សាន្តតាមអារម្មណ៍ហើយមួយទៀតតើអ្នកទាំងអស់គ្នាគឺជាប្រភេទមនុស្សដែលចូលចិត្ត睡到自然型ឬក៏ជាមនុស្សដែលចូលចិត្តចោលឈីងើបពីព្រលឹមកុំភ្លេច comment ប្រាប់ admin នៅខាងក្រោមផងណាហើយជួបគ្នានៅវីដេអូក្រោយជួយ subscribe និង like វីដេអូនេះផងអរគុណច្រើនបាយបាយ